អាយ៉ាលេងមែនតែនហើយប្រិមិត្តទាំងអស់គ្នាសៃវៀននៅប្រទេសថៃដ៏ធំមួយគឺលេងយកកីឡាករកម្ពុជាយើងទៅប្រកួតតែម្ដងដោយសារតែមានការសំណូមពរជាច្រើនពីមហាជនដែលជាជនជាតិថៃតែម្ដងបានស្នើសុំថាឈប់យកកីឡាករកម្ពុជាទៅប្រកួតទីទៅដោយសារពួកគេមិនពេញចិត្តនៅកីឡាករកម្ពុជាយើងទេបាទអាយ៉ានេះគឺជាព័ត៌មានថ្មីដែលអាប់ដេតតែម្ដងប្រិមិត្តបាទដែលបង្ហោះដោយគេហទំព័រផ្លូវការរបស់បងប្រុសអេដមីនកំសង់តែម្ដងដែលយើងសង្ឃឹមថាយើងនឹងបានលេងទឹកភ្លៀងជាមួយលំដាប់ថៃនោះពេលនេះសៃវៀននៅប្រទេសថៃដ៏ធំមួយបាទគឺសៃវៀនរាជាដំណើរហៅកាត់ថា OWS ដែលជាសៃវៀនលំដាប់ប្រទេសថៃមួយដែរបាទប្រិមិត្តបាទដែលកបីព្រៃយើងថានឹងទៅប្រកួតនោះបាទហើយកបីព្រៃយើងមិនបានទៅនោះពេលនេះបាទខាងសៃវៀននេះគឺគេប្រកាសថាឈប់យកកីឡាករកម្ពុជាយើងទៅហើយបាទដោយសារតែមានការខមមិនក៏ដូចជាការស្នើសុំពីប្រជាជនថៃតែម្ដងបាទនេះគឺជាព័ត៌មានថ្មីប្រិមិត្តបាទអាប់ដេតតែម្ដងប្រិមិត្តបាទតែបង្ហោះនៅលើគេហទំព័រផ្លូវការរបស់បងប្រុសអេដមីនកំសង់តែម្ដងអញ្ចឹងប្រិមិត្តយកឃើញយ៉ាងណាដែរប្រិមិត្តប្រកាសជាឆ្ងល់ហើយថាមិនពិបាកទេបើគេឈប់យកយើងទៅយើងក៏មិនបាច់យកគេមកដែរបាទមានទៅមានមកតែនេះប្រិមិត្តគឺយើងពិបាកនិយាយដែរប្រិមិត្តដោយសារតែបាទខាងប្រទេសថៃគេមិនមែនបិទទាំងអស់ទេបាទគឺគេបិទតែស្អីវៀនរាជាដំណើរមួយទេបាទគឺខាងថៃហ្វៃដូចជាមិនមានឃើញប្រកាសណាមួយទេបាទអញ្ចឹងរាជាដំណើរគឺគេឈប់យកកីឡាករកម្ពុជាទៅប្រកួតបាទអញ្ចឹងបាទយើងសង្ឃឹមថាយើងបានលេងទឹកភ្លៀងជាមួយកីឡាករគេប្រិមិត្តបាទឥឡូវមិនបានលេងទឹកភ្លៀងទេប្រិមិត្តអត់បានលេងទេបាទហើយព័ត៌មាននេះគឺអាប់ដេតថ្មីតែម្ដងប្រិមិត្តចូលខមមិនម្នាក់មួយមើលថាតើបាទនៅពេលដែលប្រទេសថៃគេឈប់ចូលកីឡាករកម្ពុជាយើងតែយើងគូធ្វើយ៉ាងណាទៀតប្រិមិត្តអាចខមមិននៅខាងក្រោមវីដេអូម្នាក់មួយផងបាទដោយសារកីឡាករកម្ពុជាយើងមួយរយៈប្រិមិត្តបានមិនខ្វះសៃវៀនទេប្រិមិត្តហើយទីផ្សារយើងក៏ច្រើនដែរប្រិមិត្តបាទនៅក្នុងស្រុកអញ្ចឹងបើសិនជាគេបាត់សៃវៀននឹងមួយយើងគ្មានអ្វីទៅពិបាកប្រិមិត្តបាទអត់មានទេប៉ះពាល់ដល់កីឡាករកម្ពុជាយើងទេអត់មានទេដោយសារប្រទេសកម្ពុជាយើងឥឡូវនេះគឺមានសន្ទុះការគ្រប់គ្រងខ្លាំងមែនទែនពីសំណាក់បងប្អូនយើងដែលនិយមគ្រប់គ្រងវិស័យកីឡាគុនខ្មែរបាទទាំងអ្នកមុខនៃការក៏ដូចជាបាទគ្រប់គ្រងទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរអញ្ចឹងបើគេមិនឲ្យយើងទៅប្រកួតនៅ 7 OWS ហ្នឹងក៏យើងមិនមានបញ្ហាប្រិមិត្តបាទអត់មានបញ្ហាទេប្រិមិត្តហើយថៃក៏គេមិនមែនបិទទាំងអស់ដែរបើគេបិទទាំងអស់គឺបាទកីឡាគឺនាំមកជួននៅមិត្តភាពបាទបើគេបិទទាំងអស់នឹងវាចូលរឿងផ្សេងតែគេបិទតែសៃវៀនរាជាដំណើរមួយទេបាទនេះគឺជាព័ត៌មានមួយដែលរសើបបន្តិចបាទអាចថាច្បាស់ការ 80% 100% នោះខ្ញុំមិនទាន់ច្បាស់ការទេបាទគឺបង្ហោះដោយគេហទំព័រផ្លូវការរបស់បងប្រុសអេដមីនកំសង់ប្រិមិត្តអាចចូលទៅមើលអាចខមមិនបានតាមការគួរអញ្ចឹងបាទគឺកីឡាករកម្ពុជាប្រិមិត្តបាទបង្កួតនៅក្នុងស្រុកប្រិមិត្តទីផ្សារមិនខ្វះទេបាទទោះបីជាបិទមួយក៏យើងមិនព្រឺដែរប្រិមិត្តអត់ព្រឺទេអញ្ចឹងសង្ឃឹមថាកីឡាករកម្ពុជាយើងបាទនៅពេលបានដំណងនេះហើយប្រិមិត្តបាទសូមឲ្យពួកគាត់ខិតខំប្រឹងប្រែងវឹកហាត់ឲ្យមែនតើបាទគេកំពុងតែចំណែនយើងប្រិមិត្តបាទចំណែនយើងឃើញយើងខ្លាំងច្រើនបាទតែខ្លាំងច្រើនគឺចំណែនយើងហើយឥឡូវយើងមិនបាច់ទៅខ្វល់មិនខ្វល់ទេបាទគេបិទក៏បិទទៅកីឡាករកម្ពុជាយើងមិនខ្វះគូប្រកួតទេមិនខ្វះទេសៃវៀនក្នុងស្រុកយើងគឺ sponsor ច្រើនណាស់ប្រិមិត្តបាទគាត់ងាកមកគ្រប់គ្រងគុនខ្មែរយើងច្រើនណាស់អញ្ចឹងយើងមិនបាច់ទៅព្រួយបារម្ភថាតើអូនេះឯងបិទបើកនោះទេមិនខ្វល់បាទរឿងមានតែប៉ុណ្ណឹងប្រិមិត្តអញ្ចឹងប្រិមិត្តយកឃើញយ៉ាងណាប្រិមិត្តបាទមេតាខមមិនតាមការគួរថាតើយើងគូធ្វើអ្វីបាទអ្វីទៀតបាទនៅពេលគេបិទអញ្ចឹងដោយសារតែការបិទនេះក៏មិនមែនបិទទាំងអស់ដែរគឺបិទតែសៃវៀនរាជាដំណើរហើយគេថា OWS ទេបាទបើសិនជាខ្ញុំបានលើកទៅខុសទោះត្រង់ណាសូមមេតាខណ្ឌតែអភ័យទោសផងខ្ញុំអត់ភក្ត្រា KA គុនខ្មែរសន្យាថានឹងរកអ្វីថ្មីដើម្បីជួយជូនដល់ប្រិមិត្តសម្ដាប់ជាបន្តបន្ទាប់ទៀតតែម្ដងបាទបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុចពាក្យជាវនិងពាក្យ Subscribe ម្នាក់មួយផងបាទដើម្បីទទួលបានដំណឹងថ្មីមុនគេតែម្ដងខណៈពេលនេះជាចុងក្រោយសូមអរគុណសូមគោរពលា